បងថ្ងៃនេះគឺខ្ញុំបានយកត្រីប្រឡាក់ដែលខ្ញុំហាលពីម្សិលមិញបងប្អូនគឺត្រីកាភ្លៀងនឹងឯងថ្ងៃនេះក៏គិតថាអត់ដឹងត្រូវធ្វើអីទេព្រោះថាអាធំគឺខ្ញុំយកចិនញ៉ាំអស់ហើយដូច្នេះហើយគឺមានតែទុកអត់តូចដើម្បីយកទៅស្លម្ជូរស្លឹកអំពិលបងប្អូនព្រោះថាខានញ៉ាំយូរដែរហើយចំពោះរបៀបធ្វើក៏អត់មានអីពិបាកដែរបងប្អូនគ្រាន់តែយកត្រីកាភ្លៀងដែលខ្ញុំប្រឡាក់ម្សិលមិញយកទៅលាងទឹកឲ្យស្អាតហើយដាក់វាម្លាយទៅហើយទៅទិញស្លឹកអំពិលអស់តែ1500ទេហើយមានទាំងម្ទេសមានទាំងម្ទេសទៀតផងបងប្អូននិយាយចំទៅមួយសេបតែម្ដងណាចំណែកឯម្ទេសវិញគឺខ្ញុំយកមកបេះតងវាឲ្យស្អាតហើយយកទៅលាងទឹកបងប្អូនចាខ្ញុំប្រើ5គ្រាប់ណាបន្ទាប់មកទៀតហ្នឹងគឺខ្ញុំកាត់ម្ទេសចាម្ទេសក៏ស្រស់ល្អដែរបងប្អូននិយាយចំទៅសិតសឹងតែជាថ្មីទាំងអស់តែម្ដងបន្ទាប់មកទៀតខ្ទឹមសគឺខ្ញុំប្រើ3កាពឹសយកមកក៏ច្រាមល្អិតល្មមមកបានដែរបងប្អូនទៅតាមតម្រូវការទៅតាមការចូលចិត្តរបស់គ្រួសារខ្ញុំតែម្ដងចាបន្ទាប់មកទៀតលាងស្លឹកអំពិលនេះឲ្យស្អាតបងប្អូនត្រួយអំពិលនេះគឺថាស្រស់ហើយឡើងខ្ចីបងប្អូនហើយចាទៅតនអ៊ីអ្នកលក់ហើយនេះគឺសម្រាប់ការលាងគឺលាង3ទឹកបងប្អូនអត់លាងតែមួយទឹកទេហើយក្នុងការបង្ហាញគឺខ្ញុំបង្ហាញតែមួយទឹកឯងបងប្អូនកុំឲ្យវីដេអូនឹងវែងពេកអញ្ចឹងទៅបន្ទាប់ពីបានលាងហើយទើបយើងយកមកហាន់អញ្ចឹងណាបងប្អូនហើយក្នុងនោះបច្ចៈមានម្អមមានអីរួចហើយបានខ្ញុំបង្ហាញជំហានបន្ទាប់ហ្នឹងគឺខ្ញុំមកដាំទឹកដាក់ឲ្យពុះមកហើយកុំភ្លេចលួយអំបិលមកចាប់ផងនៅពេលដែលទឹកយើងពុះហើយយើងតម្លាក់អំបិលហើយនឹងតម្លាក់ម្ទេសបងប្អូនចាជាស្រ័យផងអានេះបញ្ចូលសម្លេងច្រឡំចាឡើងច្បោគ្នាអស់ហើយបងប្អូនហើយចាសំយើងតម្លាក់ត្រីយើងចូលទៅហើយនៅពេលដែលយើងឃើញពពុះយើងស្រង់ចេញមកឲ្យអស់មកយើងអត់ទុកទេណាព្រោះពពុះឆ្អាបបងប្អូនចាហើយយើងទុកវាមួយរំពុះទៅចាំយើងបង់ខ្ទឹមសយើងចូលទៅចាព្រោះថាបច្ចៈណាបងប្អូនសម្លម្មុតនេះគឺខ្ញុំអត់ប្រើទឹកត្រីទេព្រោះដោយសារអីត្រីប្រឡាក់ហ្នឹងគឺវាមានជាតិប្រៃស្រាប់ហើយខ្ញុំគ្រាន់តែបន្ថែមបន្ថយស្ករហើយនឹងប៊ីចេងចាតែពីមុខនឹងថែមទៀតទេបងប្អូនណាហើយបន្ទាប់ពីត្រីយើងបានឆ្អិនហើយចាំយើងបង់ស្លឹកអំពិលយើងចូលទៅអូយតែប៉ុណ្ណេះគឺថាឈ្ងុយហើយខ្លាំងមែនតើបងប្អូនឈ្ងុយស្លឹកអំពិលហើយមកជួយច្រះតែម្ដងណាអញ្ចឹងវីដេអូនេះក៏មិនភ្លេចដែរសូមផ្ញើសារឬក៏ផ្ដាំផ្ញើទៅបងប្អូនវីរៈកងទ័ពយើងផងបងប្អូនណាសូមជូនពរឲ្យពួកគាត់មានសុខភាពល្អនិងទទួលបានជ័យជំនះលើគូប្រយុទ្ធពីចៅឆ្លៀនពៀនសៀមយើងនឹងឯងបងប្អូនហើយសូមជូនពរឲ្យពួកគាត់នឹងឆាប់បានវិលត្រឡប់មកស្រុកភូមិហើយនឹងជួបជុំក្រុមគ្រួសារវិញដូចដើមផងដែរចាហើយឥឡូវមកមើលម្ហូបយើងវិញម្ហូបយើងក៏ឆ្អិនរួចរាល់ហើយដែរហើយបើសិនជាបងប្អូនអត់ដឹងថាត្រូវធ្វើម្ហូបអីសម្រាប់គ្រួសារទេបងប្អូនធ្វើតែបែបនេះមកអញ្ចឹងក៏អរគុណច្រើនសម្រាប់បងប្អូនដែលតែតាមដានវីដេអូរបស់ខ្ញុំកន្លងមកចាអរគុណជម្រាបលា